ចាប់ផ្ដើមសកម្មនិងចាប់ផ្ដើមធ្វើចលនានឹងជួយអ្នកឲ្យមានអារម្មណ៍ថាអ្នកកំពុងឆ្ពោះទៅមុខដែលជាជំហានដំបូងឆ្ពោះទៅរកការដោះស្រាយបញ្ហារបស់អ្នកប្រសិនបើអ្នកចាប់ផ្ដើមដោយជ្រើសរើសនិងធ្វើសកម្មភាពដែលតាក់ទងនឹងតម្លៃជីវិតរបស់អ្នកវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរឡើងតើអ្នកអាចចូលរួមក្នុងជីវិតរបស់អ្នកដោយរបៀបណាចាប់ផ្ដើមគិតពីសកម្មភាពដែលអ្នកចង់ធ្វើនិងរបៀបធ្វើវាតើជំហានតូចអ្វីខ្លះដែលចាំបាច់ដើម្បីអនុវត្តវាចាប់ផ្ដើមកំណត់គោលដៅជីវិតខ្លួនឯងគោលដៅទាំងនេះនឹងក្លាយជាត្រីវិស័យដែលដឹកនាំជីវិតរបស់អ្នកក្នុងរយៈពេលខ្លីព្យាយាមធ្វើឲ្យសកម្មព្យាយាមធ្វើអ្វីដែលរីករាយដែលធ្វើទៅបានក្នុងពេលបច្ចុប្បន្នបង្កើនសកម្មភាពហើយប្រសិនបើអាចធ្វើទៅបានធ្វើអ្វីដែលរីករាយធ្វើសកម្មភាពរីករាយយ៉ាងហោចណាស់មួយដងក្នុងអំឡុងពេលមួយសប្តាហ៍ក្នុងរយៈពេលវែងធ្វើការផ្លាស់ប្ដូរចាំបាច់ក្នុងជីវិតរបស់អ្នកដើម្បីធ្វើឲ្យបទពិសោធន៍រីករាយទាំងនោះកើតឡើងញឹកញាប់ជាងមុនវាជាវិធីសាមញ្ញមួយដើម្បីសាងជីវិតឲ្យមានតម្លៃដើម្បីធ្វើដូច្នេះយើងសូមណែនាំអ្នកធ្វើបញ្ជីនៃគោលដៅជាក់ស្ដែងនិងព្រឹត្តិការណ៍វិជ្ជមានដែលអ្នកចង់សម្រេចបានក្នុងជីវិតរបស់អ្នកធ្វើបញ្ជីជំហានតូចមួយផ្សេងទៀតដែលនឹងនាំអ្នកឲ្យសម្រេចបាននូវគោលដៅទាំងនោះផ្នែកដែលពិបាកបំផុតគឺការបោះជំហានដំបូងបន្ទាប់មកជំហានបន្ទាប់នឹងកាន់តែងាយស្រួលយកចិត្តទុកដាក់ជានិច្ចចំពោះបណ្ដាញជំនួយសង្គមដូចជាបណ្ដាញសង្គមនេះអាចជួយអ្នកបានតាក់ទងមិត្តចាស់ឬកន្លែងធ្វើការលើទំនាក់ទំនងថ្មី